សាទព្រះវិហារដែលមានឫទ្ធានុភាពយ៉ាងខ្លាំងក្លាឈួរសង្ហាលើខ្នងភ្នំព័ទ្ធជុំនៅជុំទិសខាងជើងនៃទឹកដីព្រះរាជាណាចក្រអង្គរខ្មែរដែលមានភូមិសាស្ត្រហូរហែដ៏ចំណាស់មួយដែលមានអាយុកាលជាង 1000 ឆ្នាំយើងចងចាំបានថាប្រាសាទព្រះវិហារស្ថិតនៅក្នុងភូមិជាំស្រងាំស្រុកជាំសានខេត្តព្រះវិហារកំពុងឈរទ្រឹងសម្លឹងយ៉ាងរឹងមាំពីប្រាសាទព្រះវិហារដែលសាងនាកណ្ដាលជួរភ្នំដងរៃដែលបានបែងចែកទៅកម្ពស់625 ម៉ែត្រខ្ពស់ត្រដែតចាំងចែងដោយមហិទ្ធិឫទ្ធិមនុស្សម្នាឆ្ងាយចិត្តនាំគ្នាក្រោបស្ពប់ថ្ងៃសម្ដែងគោរពជាទីសក្ការៈបានស្គាល់គ្រប់ជាន់ឋានៈថាជាប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់ពពកបរោះខ្មែរគ្រប់ជំនាន់មិនយូរប៉ុន្មានសត្រូវជាលៀនពីនរុករៀននៅដើមចង់បានប្រាសាទព្រះវិហារជាច្រើនលើកច្រើនសារតែត្រូវបរាជ័យដោយកណ្ដាប់ដៃកងទ័ពរបស់កម្ពុជាខ្មែរសត្រូវសន្សំចិត្តបាបបំភ្លៃបំផ្លែងលៀបពណ៌គ្រប់បែបយ៉ាងល្បិចពឹសពុលធ្វើឲ្យខ្មែរហិនហោចក្នុងវិធីសាស្ត្រដុតឲ្យខ្លោចរោយឲ្យឆៅដើម្បីញុះញង់ឲ្យខ្មែរធ្លាក់ក្នុងអន្លង់ភ្លើងសង្គ្រាមវាវិតព្រំដែនប្រាសាទព្រះវិហារត្រូវបានផ្ទុះឡើងម្ដងហើយម្ដងទៀតតាមមហិច្ឆតាជាលៀនពៀននិងលោភលន់របស់សត្រូវគួរឲ្យអាសូរនៅស្នាដៃពពកបរោះដូនតាខ្មែរដែលជាស្ថាបត្យកម្មដ៏ល្បីល្បាញដ៏កំពូលនិងស័ក្តិសិទ្ធិក្នុងសម័យមហានគរឥឡូវត្រូវបានកងទ័ពសត្រូវជាលៀនពៀនទឹកដីបំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារឲ្យបែកបាក់ទឹកទីរបស់ដូនតាយើងតែបានគួររលំធ្លាក់មកដីដោយអំពើព្រៃផ្សៃនិងអយុត្តិធម៌យ៉ាងឈឺចាប់បំផុតតែគួរឲ្យអស្ចារ្យនិងសម្បើមក្រៃលែងនោះយើងបានឮសំឡេងយ៉ាងត្រហឹងអង្កងរំពងពេញទីប្រាង្គប្រាសាទនេះសម្រែកដ៏ហានខ្លានោះពិតជាប្រលឹងដូនតាពពកបរោះខ្មែរកំពុងងើបឈរយ៉ាងមាំសម្លឹងទៅសត្រូវជាមួយកូនចៅជាប្រជារាស្ត្រទាំង17លាននាក់ឲ្យងើបឈរឡើងតស៊ូឡើងឲ្យរួមគ្នាឡើងដើម្បីបំផាំងសត្រូវឲ្យមរណាហើយយើងបានដាក់បណ្ដាសាទតនកម្មឲ្យឯងចងចាំថាសត្រូវដែលហ៊ានបំភ្លេចបំផ្លាញប្រាង្គប្រាសាទដូនតាខ្មែរអ្នកឯងត្រូវតែចុះនរក 1000 ជាន់កប់ក្នុងស្នូលដីនៃចក្រវាឡពិភពលោក ជាសង្គ្រាមដែលវាឈ្លានពានទឹកដីប្រវត្តិសាស្ត្រត្រូវបានចាត់ទុកជាថ្មីចោលនៅតែចោលទៅជាវិខំកលៃចោលដល់ស្រអប់រែមកថតដល់ស្រអៃប្រាសាទទាំងមូលចូលទៅទៀងចង់បំពេញចោលនៃរឆាននឹងពូនមកទន្ទ្រានប្រវត្តិសាស្ត្រមានតែវាមិនរៀនតែឯងកុំភ័យឯងចាំស្ដាប់យើងនេះទីចាក់ព្រឹកដាច់មាត់មកពីណាងចាងសុំច្រកដីខ្មែរខុនបានខ្លាំងហាងសងគុនខ្មែរវងនៅនឹងបែងផ្លែដែលពូជសា
លួចទឹកលួចដីតាពីសខោតៃលួចទាំងវប្បធម៌អរិយធម៌ក្តីចូលឈ្លានពានចង់លួចតាកបីស្រែកប្រាប់ផែនដីពីវិជាពុះតៃពុះចាំពេលកថាទៅអន្តរជាតិមិនក៏រកពីសម្ដីពុះទាំងនេះអត់មានជាតិមានអីមកនិយាយពុះទាំងនេះចាំមកសៀតប្រាប់ប្រាស់យោធាមកបំពេញសន្តិភាពបាត់ឈប់បាញ់មិនញញើតពាក្យសម្ដីដែលចង់អល់ដាក់គេនេះជារកពុះថាចាក់រុកលៀបពុះតែវាបរាជ័យទោះសម្បត្តិរាជធននៃខ្មែរម្ចាស់ដីពុះចោតតទៅនឹងត្រូវបណ្ដាសាស្រីសេខគិរីសវរៈថ្ងៃកាត់ក៏លយកតាមបន្តអ្នកណាសម្លឹងអ្នកត្រួតត្រានៅយើងនៅនឹងច្បាស់ជុំនេះទឹកដីចាំមកវិញមហាចតាលោកដៃចូលឆែបំពេញដល់ទេវតាតែប្រាំប្រាសាព្រះវិហារដ៏អស្ចារ្យមានលហិតជាប់ដែលជាគិតកោសាសនាពិតដែលមិនពិតតែរឿងពិតនៅតែពិតមើលតែពូជសាសមួយនេះផ្នែកលបែងដល់លហិតរំលែងសៃណាខ្លាចជាទីបញ្ចុះសពវាត្រីមុំបីអានសេះក្នុងត្រង់រយៈជនជាងខ្មែរពាក់លីឈាមស្រស់ផែនតែទទួលស្គាល់ក្នុងនាមវីរៈបរិយឯងមកចៅសៀមខំបង្ហោឈាមស្រស់ងាប់ហើយចូលឈ្មោះចៅលួចទាំងអស់ជាអ្នកដំណើរឈាមក្រាលក្រកព្រះធរណីកាយចូលស្រុកចូលសំបុករាជសីប្រាំរាត្រីវានឹងកើព្រះតពីបានពីងងឹតเป็นមហាវេស្សវ័នប្រាំងនាមពលមានសតកនីរីយុទ្ធសាស្ត្រដើម្បីឈ្លានពានទឹកដីផ្សព្វផ្សាយចេញទៅនៅរឿងដែលវាបំភ្លៃវាមិនជាខ្វះមុខវាក្រាស់ហ៊ូនិយាយក្បោះពីសម្ដែងក្បោះទាំងមេប្រងទាំងដៃសូមដាក់ថាដាក់ដល់លើប្រាសិលាដាក់ព្រះមេដាប្រាជ្ញាបារមីតាមនុស្សនរយសសេវិជាសាគឺទាំង7វិប្រហាពួកអប្រៃជាអនុភាពនៃសច្ចាបណ្ដាសាពួកអង្គបច្ចារូដូចធ្លាក់អវជ័យតោះដែលវាក្បោះជាមួយអង្គព្រះមហាជាតនកម្មធ្លាក់ពីមានខុសពី